Ba group jadi so jadi susah dari kan berpindah sesana ni. Okey, tinggal ni dah kita minในวิดีโอបន្តទៀតហើយបាទបន្តពីវីដេអូមុនគឺខ្ញុំបានបង្ហាញអំពីចំនួន complex ណាអូខេ complex មុនគឺខ្ញុំបង្ហាញពីទម្រង់នៃបេក្ខនិតណាទម្រង់បែបម៉េចណាគឺ z ស្មើ a បូក e បេឬក៏ b e ណាបាទអូខេអញ្ចឹងបន្តទៀតគឺយើងចូលដល់ចំណុច 1.2 គឺចំនួន complex ពីរស្មើគ្នាណាអញ្ចឹងជាភាសាអង់គ្លេស equality of two complex number ហ្នឹងមានថាចំនួន complex ពីរស្មើគ្នាណា equality នេះស្មើណាអូខេអញ្ចឹងយើងមើលណាទម្រង់នៃចំនួន complex ស្មើគ្នាគឺទម្រង់បែបនេះណាបាទអូខេអញ្ចឹងកាលណាស្មើគ្នាគឺវាប្រកាសជាមាន complex 2ឯណាអាចជា z1 ឬក៏ z2 អញ្ចឹងទៅណាឬក៏ z ឬក៏ w អញ្ចឹងទៅអញ្ចឹងអាពីរនេះគឺស្មើគ្នាគឺបានន័យថាក៏វាគឺជាចំនួន complex ស្មើគ្នាឯងអញ្ចឹងតើគេរើមិនណាបើសិនជាចំនួន complex 2ស្មើគ្នាអញ្ចឹងណាចានេះគឺ a ធំណា b ធំគេតាំងដោយ a ធំបូក e b ធំណាស្មើ a តូចបូក e b តូចអញ្ចឹងនៅពេលដែលយើងឲ្យវាទៅជាចម្លើយណាដើម្បីយើងដោះស្រាយវាបានគឺយើងទៅចងវាជាប្រព័ន្ធណាបានន័យថាផ្នែកពិតគឺស្មើផ្នែកពិតផ្នែកនិមិត្តស្មើបែបផ្នែកនិមិត្តណាដូចបែបនេះអញ្ចឹងអូខេហើយបញ្ជាក់ផងដែរ a b c sorry a b និង a ធំ b ធំហ្នឹងគឺជាចំនួនពិតណាអូខេយើងបន្តចូលដល់ឧទាហរណ៍ណាឧទាហរណ៍គេថាម៉េចណាឧទាហរណ៍ទី1អញ្ចឹងគេមានចំនួន complex z ស្មើគេ 3a បូក1បូក e កតា 2b ដក5ណានិង w ស្មើ7បូក 3e ណាអញ្ចឹងគេថាដែល a និង b គឺជាចំនួនពិតណាអញ្ចឹងគេឲ្យយើងកំណត់ a និង b ណាដើម្បីឲ្យ z ស្មើ w អញ្ចឹងគេចងសន្តិកម្មមកយើងទៀតណាគឺ z ស្មើ w អញ្ចឹងយើងគ្រាន់តែឲ្យ z ស្មើ w មកគឺយើងអាចចងវាជាប្រព័ន្ធហើយយើងដោះស្រាយរើអីគេ a b បានអញ្ចឹងអ្នកគ្នាតែចាំថានៅពេលដែលយើងចងជាប្រព័ន្ធពេលខ្លះយើងទៅដោះស្រាយប្រព័ន្ធណាបើយើងមិនដោះស្រាយប្រព័ន្ធយើងអាចទាញរើដូចលំហាត់នេះគឺយើងទាញរើបានឃើញទេបាទយើងទាញរើ a b តែម្ដងបាទអញ្ចឹងយើងបាន z ស្មើ w យើង31មកយើងទាញបាន a ស្មើ2យើង b ស្មើ4ណាអញ្ចឹងចម្លើយគឺ a ស្មើ2 b ស្មើ4បាទអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងបាទឧទាហរណ៍ទី2ដូចតែគ្នាទេបាទអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាទនៅចំណុចបន្តទៀតបាទអូខេជម្រាបលា